ok ណាអញ្ចឹងយើងទៅមើលតើតើវិធីសាស្ត្រក្នុងការបង្កើតនៅតារាងមាតិកានៅក្នុងកម្មវិធី Word អញ្ចឹងជំហានដំបូងយើងត្រូវមើលតើតើទៅនឹងទម្រង់ឬក៏ការកំណត់ទម្រង់ពីអង្គភាពរបស់យើងសិនថាគេតម្រូវការកំណត់បែបណាណាអញ្ចឹងជាទូទៅយើងនៅក្នុងឧបសម្ព័ន្ធទី2យើងឃើញមានជំពូកទី1ហើយមានចំណុច 1.1.1.2 ឬក៏មានចំណុចជើងរងនៅក្នុងចំណុចតូចៗនឹងទៀតអញ្ចឹងតើគេធ្វើម៉េចដើម្បីអាចកំណត់នឹងបានអញ្ចឹងមុននឹងយើងធ្វើតារាងមាតិកាយើងត្រូវកំណត់ខាងទម្រង់នៃជំពូកឬក៏ចំណុចផ្សេងៗអស់ហ្នឹងសិនអញ្ចឹងតើតើនឹងជំពូកទី1គឺយើងប្រើប្រាស់ XML Moonlight ទំហំ14ហើយចំណុចបន្ទាប់គឺយើងប្រើ Moonlight 12ហើយនឹងចំណុចក្នុងជើងរងបំផុតតូចបំផុតគឺយើងប្រើ XML Siem Reap ណា12អញ្ចឹងដើម្បីរៀបចំអានឹងឲ្យហើយយើងចូលទៅកាន់ Home Menu ណាយើងចូលទៅកាន់ Home Menu ហើយយើងធ្វើនៅលើ style group ហើយយើងមើលទៅលើ heading 2 heading 3ណាចឹងទៅចេញ heading នៅពេលដែលយើងធ្វើកំណត់ហើយវានឹងចេញ heading 1អញ្ចឹងយើងទៅមើលទាំងអស់គ្នាណាអញ្ចឹងយើងមកស្ដាំ modify format font ណាអញ្ចឹងយើងមាន2កន្លែងដើម្បីក្នុងការជ្រើសរើសទី1គឺ Latin ហើយនិង complete script Latin គឺទាក់ទងនឹង font Latin ណាអក្សរអង់គ្លេសអញ្ចឹងភាគច្រើនយើងយក Times New Roman ណា Times New Roman ទំហំប៉ុន្មាននេះ14អញ្ចឹងយើង Times New Roman គឺយើងយកទំហំ14ដែរអញ្ចឹងទៅនឹង font ខ្មែរគឺយើងប្រើប្រាស់នៅខ្មែរ OS Moonlight ណាខ្មែរ OS Moonlight នេះទំហំប៉ុន្មានគឺទំហំ14ណាទំហំ14ហើយពណ៌គឺយកពណ៌ខ្មៅណានេះអញ្ចឹងយើងធ្វើការរើសពណ៌គឺ font color យក automatic រួចរាល់យើងចុច OK តោះមកយើងមើលឡើងវិញតើគេយកជំពូកឬក៏មេរៀននេះតើគេដាក់នៅតម្រឹមខាងណាខាងឆ្វេងក្តារក៏ខាងស្ដាំអញ្ចឹងគឺគេយកតម្រឹមក្តារណាយើងយកតម្រឹមខាងក្តារមកអញ្ចឹងយើងយកមុខងារមួយនេះណាគឺតម្រឹមក្តារអូខេរួចរាល់អញ្ចឹងបន្តមកទៀតគឺយើងធ្វើការកំណត់ទៅលើចំណងជើងរងអញ្ចឹងចំណងជើងរងគឺយើងធ្វើនៅលើ heading 2ណាវិញយើងធ្វើ heading 1ឥឡូវយើងចូលដល់ heading 2មកស្ដាំ modify format font អញ្ចឹងយើងឡើងដូចគ្នាដែរគឺយើងយក Times New Roman ណា Times New Roman ទំហំ10ម៉ាន12ណាទំហំ12អូខេអញ្ចឹងខ្មែរ OS ខ្មែរ OS Moonlight ក៏ទំហំ12ដែរណាខ្មែរ OS Moonlight ក៏ទំហំ12ដូចគ្នាហើយពណ៌គឺពណ៌ខ្មៅណាហើយការតម្រឹមគឺយើងយកតម្រឹមខាងឆ្វេងអូខេអញ្ចឹងគឺយើងនៅតម្រឹមខាងឆ្វេងរួចរាល់ហើយអូខេអត់អីទេណាព្រោះយើងចុចបាស់យើងយកតម្រឹមខាងឆ្វេងមកចុចអូខេតមកយើងមានជំពូកឬក៏មេរៀនចំណងជើងរងទី1នេះចំណងជើងរងទី2អញ្ចឹងយើងដើម្បីធ្វើការកំណត់ចំណងជើងរងទី2គឺយើងធ្វើដូចគ្នាដែរគឺយើងចូលទៅលើ heading 3ណាមកស្ដាំ modify format ហើយ font យក Times New Roman បើសិនជារយការរបស់យើងមានជាភាសាអង់គ្លេសយើងដាក់ Times New Roman ណាទំហំ12ហើយខ្មែរ OS Siem Reap ខ្មែរ OS Siem Reap ទំហំ12ណាអូខេតោះមកយើងទៅមើលតើគេចូលតតឬអត់ណាអញ្ចឹងចំណងជើងរងគឺអត់ចូលតតទេចំណងជើងរងទី1គឺគេចូលបន្ទាត់មួយបន្ទាត់ណាអញ្ចឹងយើងយកមុខងារមួយនេះដើម្បីចូលបន្ទាត់អូខេអញ្ចឹងយើងប៉ុណ្ណឹងគឺរួចរាល់ហើយអញ្ចឹងចាប់ដើមដាក់មួយណាជាចំណងជើងចម្ពោះឬក៏ចំណងជើងមេរៀនមួយណាជាចំណងជើងរងទី1មួយណាជាចំណងជើងរងទី2អញ្ចឹងយើងមើលបងប្អូនអញ្ចឹងឧទាហរណ៍មេរៀនទី1នេះអញ្ចឹងដោយសារសភៅលោកគ្រូគឺអត់មានចម្ពោះទេណាតែនេះមានចម្ពោះអញ្ចឹងចម្ពោះហើយសភៅលោកគ្រូនេះមេរៀនទី1គឺចាត់ទុកថាវាជាចម្ពោះចាស់អញ្ចឹងselectលើវាមកហើយយកនៅលើ heading 1ណាឃើញទេអញ្ចឹងវានឹងមកកាន់កណ្ដាលអញ្ចឹងមួយនេះគឺចំណងជើងរងទី1ជាងយក heading 2តមកទៀតនេះក៏យក2ដូចគ្នាណាស្លេចអស់ណាស្លេចអស់2អូខេអញ្ចឹងមួយនេះចំណងជើងរងមួយនេះចំណងជើងរងបន្ទាប់ទៀតណា 1.3 heading 2អញ្ចឹងកវាស្ថិតនៅក្នុងចំណុច
ជើងរងនៃ 1.3 ចឹងជា heading 3 ឃើញអត់អូខេAnchor នេះ3យើងធ្វើបែបហ្នឹងមកណា 1.4 heading 2អូខេ 1.5 heading 2 1.6 heading 2ចឹងយើងធ្វើបែបនេះរហូតដល់អស់មេរៀនរបស់យើងណាអូមេរៀនទី2មេរៀនទី2 1.5 1.6 នេះមេរៀនទី2មេរៀនទី2របស់យើងគឺ heading 1 heading 1មួយនេះ 2.1 2.2 មេរៀនទី3 heading 1 heading 2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 អូនេះ 3.4 3.5 3.6 3.8 នេះមេរៀនណាមេរៀនចឹងយក heading 1 2 heading 2ចឹងចំណុចមួយទៀតនេះគឺ heading 3 heading 3 heading 2 heading 2 heading 3 heading 3 heading 3អូខេអស់អញ្ចឹងយើងព្យាយាមធ្វើឲ្យអស់ចឹងមកតោះមកយើងចូលទៅដល់ការដាក់នៅតារាងមាតិកាអញ្ចឹងតារាងមាតិកាពីច្រើនយើងដាក់នៅទំព័រទី1ណាអញ្ចឹងដើម្បីរុញមេរៀនទី1ចូលទៅកាន់ទំព័រទី2យើងអាចចុច Control Enter អញ្ចឹងយើងលោតមកដល់ទំព័រទី2ហើយយើងយក cursor របស់យើងដាក់នៅលើទំព័រទី1វិញតទៀតណាចូលទៅ reference table content យើងយក table 1ឬក៏ទម្រង់ទី1ឬក៏ទម្រង់ទី2ជាងយើងអាចយកទម្រង់ទី1បានវាជាបែបនេះមកគឺយើងអាចទាញវាមកខាងលើបានណាអូខេមកយើងអាចធ្វើការកែប្រែតាមវិធីយើងបានអញ្ចឹងយើងដាក់មកតារាងមាតិកាអូខេអញ្ចឹងវានឹងលោតមកទៅតាមអ្វីដែលយើងចង់បានដូចនេះចុះបើសិនជាគ្នាយើងអត់ចេញអ្វីដែលដូចលោកគ្រូយើងអាចចូលទៅឈរនៅលើតារាងមាតិកាមកចូលទៅ reference table ហើយយក custom ណាមានន័យថាម៉េចនិយាយថាមេរៀនទី1ចេញមេរៀនទី1ចំណុច1ចំណុចផ្សេងទៀតគឺពុម្ពអក្សរហើយទំហំដូចគ្នាចុះបើថាយើងចង់បានមេរៀនទី1ចេញអក្សរឆ្លាក់បែបនេះហើយចំណុច 1.1 អីចេញអក្សរធម្មតានេះយើងអាចចូលទៅកំណត់បាក់ឡើងនេះមកទៅមកចូលទៅកាន់ modify នេះអានេះ TOC 1វាស្មើនឹង heading 1ណាយើងយក modify មក format ហើយ font គឺធ្វើដូចអ្វីដែលយើងធ្វើខាងដើមហ្នឹងណាតែមកនៅក្នុង script នេះយើងយកខ្មែរ S1 ឡើងមកដល់12មកជាការស្រេចណាទី2គឺថាចំណុចចំណងជើងរងទី1ហើយទី3នេះគឺចំណងជើងរងទី3ណាអញ្ចឹងយើងធ្វើទៅតាមអ្វីដែលយើងចង់បានមកអូខេណាឥឡូវមានតែប៉ុណ្្នឹងហើយវីដេអូក្រោយយើងនឹងសិក្សាទៅនឹងការដាក់នៅលេខទំព័រអូខេ